วิธีตุกอังกอร์និងអង្ករសម្រុកអង្ករគឺជាអាហារសំខាន់របស់ជនជាតិខ្មែរយើងហើយគ្រប់គេហដ្ឋានតែងតែមានទិញអង្ករមកទុកទទួលទានពុំដែលដាច់ប៉ុន្តែប្រសិនបើយើងទិញទុកច្រើនបរិភោគមិនអស់ក្នុងរយៈពេលយូរវាអាចបណ្ដាលឲ្យមានសត្វឃ្មុតចូលមកស៊ីនិងធ្វើឲ្យអង្ករឡើងផ្អួរជាពិសេសអង្ករសម្រុកដែលពោរពេញដោយគុណប្រយោជន៍ផ្នែកអាហារនោះរឹតតែទុកបានរយៈពេលខ្លីទៅទៀតអាចកំបាំងនៃការទុកដាក់អង្ករមិនឲ្យខូចគឺអង្ករសម្រិតធម្មតាពេលទិញមកហើយត្រូវទុកវាក្នុងឧបករណ៍ដែលអ្នកមានដូចជាធុងពាងឬក្រជាដើមតែកុំភ្លេចដាក់ម្ទេសចង្អុលមេឃស្រស់5ទៅ6គ្រាប់ចូលទៅផងម្ទេសនេះត្រូវវះយកគ្រាប់ហើយដាក់តម្រៀបពីលើអង្ករសម្រុកដាក់ក្នុងទូទឹកកកក្នុងបន្ទប់ធម្មតាប្រមាណ3ទៅ4ថ្ងៃហើយសឹមយកចេញមកក្រៅវិញធាតុត្រជាក់ជួយមិនឲ្យខ្មោចមកជិតបានឡើយដាក់ស្លឹកក្រូចសើចស្រស់4ឬ5សន្លឹកនិងទេសស្ងួត3ឬ8គ្រាប់សម្រាប់អង្ករ2គីឡូក្រាមដាក់អំបិលម៉ដ្ឋ2ស្លាបព្រាកាហ្វេសម្រាប់អង្ករ2គីឡូក្រាម